សួស្តីបងប្អូនអរគ្នាខ្ញុំបាទរិទ្ធអ្នកអស៊ីតិចតួចនៅក្រុង Houston ប្រទេសសហរដ្ឋអាមេរិកថ្ងៃនេះខ្ញុំនិយាយពីការទិញហាងដូណាត់ទី2របស់ខ្ញុំអញ្ចឹងដំណើររឿងរបស់ខ្ញុំបន្ទាប់ពីកាន់ហាងទី1បានមួយរយៈខ្ញុំចាប់ផ្ដើមសម្រេចចិត្តពីអ្នកបងប្អូនថាយកហាងទី2អញ្ចឹងបើនិយាយទៅវាចេះការទិញហាងរបស់ខ្ញុំដែលលឿនហ្នឹងឬក៏ការសម្រេចចិត្តរបស់ពួកខ្ញុំដែលបញ្ញាប់ហ្នឹងមិនមែនដោយសារតែពួកយើងវាលក្ខណៈថាវា greedy ចង់បានលុយភ្លាមទេមិនមែនទេពួកខ្ញុំសម្រេចចិត្តទិញហាងទី2ពេលហ្នឹងដោយសារតែកត្តាដូចថាកត្តាជីវភាពនិងកត្តាគ្រួសារវារិចទំនួលខុសត្រូវយើងកាន់តែធំជាងមុនអញ្ចឹងណាពេលហ្នឹងខ្ញុំកាន់ហាងទី1របស់ខ្ញុំហ្នឹងខ្ទង់ប្រហែលជា6ខែពួកខ្ញុំដឹងតំណែងថាប្អូនថ្លៃរបស់ខ្ញុំប្អូនប្រពន្ធខ្ញុំ2នាក់គាត់ត្រូវបានមកអាមេរិកពីព្រោះម៉ាក់ប៉ាក្មេកខ្ញុំគាត់អ្នកធានាដល់ពេលយើងដឹងតំណែងថាគាត់នឹងត្រូវមកពេលហ្នឹងគាត់ដូចជាឆ្នាំ2022គាត់ត្រូវមកឆ្នាំ2022ខ្ទង់ខែ2ហ្នឹងឯងហ្នឹងខ្ទង់ខែ2គាត់ត្រូវមកអាមេរិកហើយមកពួកក្មេងៗគាត់ត្រូវរៀនតទៀតអញ្ចឹងណាគាត់ត្រូវចូល college រៀនតទៀតអញ្ចឹងតែអញ្ចឹងមានខ្ញុំមានប្រពន្ធមានម៉ាក់មានប៉ាកូនទូចមួយហើយនិងប្អូន2នាក់ទៀតអញ្ចឹងបើសិនជាយើងពឹងលើហាងតូចមួយដែលយើងកាន់រាល់ថ្ងៃពួកខ្ញុំគិតគ្នាទៅចំណូលយើងប្រហែលជាធំជីវភាពអត់បានទេព្រោះយើងត្រូវមានបំណុលបង់ទៅខាងហាងគេផងអញ្ចឹងណាហើយយើងបង់ទៅតុងទីនទៀតអញ្ចឹងយើងក៏គិតគ្នាយើងពិចារណាថាគួរត្រូវធ្វើម៉េចពីព្រោះចំណាយយើងកាត់បន្ថយជាងនឹងទៀតអត់បានទេយើងមានតែត្រូវបន្ថែមចំណូលអញ្ចឹងបន្ថែមចំណូលយើងត្រូវធ្វើម៉េចពួកខ្ញុំដំបូងទៅខ្ញុំចង់បានហាងមួយដែលធំយើងធ្វើការជុំគ្នាហ្មងទេប៉ុន្តែដឹងស្រាប់ហើយហាងទី1យើងទិញយើងអត់មានលុយបង់ឲ្យគេទេយើងនៅតែពាក់គេទាំងសឹងទាំងអស់ហើយយើងនៅតែពាក់តុងទីនទៀតអញ្ចឹងយើងត្រូវធ្វើម៉េចពីព្រោះទិញហាងធំយើងតតែលក់ហាងទូចនេះហើយបានយើងប្រមូលលុយឬក៏ខ្ចីគេបន្ថែមដើររកហាងដែលធំមួយធ្វើជុំគ្នាតែក្នុងអំឡុងពេលហ្នឹងដូចថាវាបន្ថយញ៉ាច់ពេកយើងដឹងក្នុងអំឡុងយើងដឹងថាពួកគាត់នឹងមកខែ2ហ្នឹងយើងដឹងក្នុងអំឡុងខែ8ខែ9ហ្នឹងហើយខែ8ខែ9 2021ហើយអញ្ចឹងដល់ពេលហើយក៏យើងសម្រេចថាអញ្ចេះឥឡូវដើរសួរគេសិនមានហាងណាដែលតំណងដែលល្អចាំយើងសម្រេចទៅពេលហ្នឹងគ្រាន់តែយើងចាប់ផ្ដើមសួរគេភ្លាមមានហាងគេមួយនៅក្បែរផ្ទះនៅក្បែរហាងទី1របស់យើងហ្នឹងណាប្រហែលជាខ្ទង់5-10នាទីពីគ្នាអញ្ចឹងយើងគ្រាន់តែយើងទៅមើលហាងហ្នឹងយើងសិក្សាពីវាយើងគិតគូរពីវាអញ្ចឹងណាខ្ញុំនឹងនិយាយពីវីដេអូមួយទៀតដែលធ្វើម៉េចយើងទិញហាងដូណាត់តើយើងត្រូវមើលអីគេខ្លះយើងត្រូវគិតគូរអីគេខ្លះសម្រាប់អ្នកដែលចង់ធ្វើដូណាត់អញ្ចឹងវីដេអូដែលខ្ញុំធ្វើប្រហែលជាក្រោយទៀតខ្ញុំនឹងធ្វើវីដេអូបែបហ្នឹងអញ្ចឹងយើងសិក្សាពីវាហើយយើងសម្រេចថាយកហាងហ្នឹងហ្មងយកហាងហ្នឹងគេមានចំណូលហើយស្រាប់គ្រាន់តែថាគេលក់រៀងថ្លៃបន្តិចហាងហ្នឹងណាគេលក់រៀងថ្លៃគុណនឹង2នៃហាងទី1ដែលខ្ញុំទិញអញ្ចឹងយើងធ្វើម៉េចដើម្បីបានលុយទិញហាងហ្នឹងយើងគិតចេះយើងត្រូវការហើយតម្រូវការចាំបាច់ហ្មងអញ្ចឹងខ្ញុំក៏និយាយទៅខ្ញុំសំណាងដែរដូចថាយើងអត់មានលុយមែនប៉ុន្តែយើងមាន credit ហើយ credit ហ្នឹង credit មួយអ្នកផ្ទះអញ្ចឹងណាខ្ញុំមួយប្រពន្ធខ្ញុំសុំឲ្យម៉ាក់ក្មេកប៉ាក្មេកខ្ញុំគាត់ដាក់ប្លង់ផ្ទះគាត់ខ្ចីប្លង់ផ្ទះហើយយកលុយធនាគារនៅស្រុកខ្មែរយកមកទិញហាងនៅអាមេរិកដល់ពេលយើងខ្ចីធនាគារនៅស្រុកខ្មែរបានមួយចំនួនយើងខ្ចីបងប្អូននៅអាមេរិកនេះមួយចំនួនមានចំណូលមួយប្រពន្ធខ្ញុំមានមានអីរបស់ពួកគាត់អញ្ចឹងណាគាត់ចេះតែជួយគ្រប់គ្នានិយាយរួមអញ្ចឹងទៅឲ្យបោកបន្ថែមលុយរបស់យើងខ្សែសំ
វាបានតិចតួចមែនទែនលុយរបស់ពួកខ្ញុំចាក់ស្ដាយហ្មងអញ្ចឹងយើងបោកចូលគ្នាទៅយើងមានប្រហែលជា 60% នៃតម្លៃហាងណាយើងចរចាមួយគេដំបូងយើងចង់កក់តិចទេប៉ុន្តែធ្វើមិនអ្នកលក់អ្នកទិញយើងត្រូវចរចាគ្នាអញ្ចឹងហើយចឹងអ្នកលក់គេតម្រូវឲ្យយើងមានលុយ 60% កក់អញ្ចឹងយើងកក់ 60% ទៅ 50% ទៀតយើងបង់មលោះមួយគេអញ្ចឹងទៅអញ្ចឹងបានយើងក្នុងខែ5ក្នុងខែ5យើងសម្រាប់ធ្វើกระดาษស្នាមធ្វើអីយើងកក់គេក្នុងខែ5ហ្នឹងយើងចូលកាន់ហាងពេលហ្នឹងចូលកាន់ហាងខែ6 2022ហ្នឹងហើយដោយសារតែអញ្ចឹងកតាគ្រួសាររបស់ខ្ញុំពេលហ្នឹងវាធំមានគ្នា6នាក់ហើយប្អូនថ្លៃរបស់ពួកខ្ញុំ2នាក់ហ្នឹងទៅបាត់គាត់ពួកគាត់ទៅរៀននៅ college តែគាត់អាចជួយការងារផ្ទះឬក៏ជួយការងារហាងបានខ្លះមួយចំនួនអញ្ចឹងណាអញ្ចឹងខ្ញុំមិនមែនថាយើងមកភ្លាមយើងមានហាងពីរយើងមោទនភាពលើសមត្ថភាពទេប៉ុន្តែគឺដោយសារតែខ្ញុំវាត្រូវតែអញ្ចឹងហ្មងគ្រួសារវាធំអញ្ចឹងមានអ្នកជួយច្រើនហើយយើងតម្រូវការត្រូវមានហាងមួយទៀតបានថាពេលដែលកាន់ហាងនឹងហើយយើងវាដូចថាវាបកមកក្រោយវិញពេលតា11ខែយើងមានហាង2យើងមានហាង2ហើយស្រាប់តាហាងទាំងពីរហ្នឹងក្នុងរយៈពេលតា11ខែហ្នឹងស្រាប់ដូចថាវាបនសំណាងឬក៏ការផលបនរបស់ខ្ញុំទៅបានអ្នកជុំវិញខ្លួនគាត់ជួយជ្រោមជ្រែងអញ្ចឹងណាហើយវាកើនទាំងពីរហ្មងវាធ្វើឲ្យពួកយើងចាប់ផ្ដើមមានស្ថិរភាពបន្តិចម្ដងអាហ្នឹងវាមិនទៅបើនិយាយទៅថាពួកខ្ញុំសំណាងហើយដោយសារតែការសម្រេចចិត្តលឿនការធ្វើការរហ័សបានពួកខ្ញុំវាចាប់ផ្ដើមកាន់តែស្រួលទៅប៉ុន្តែវីដេអូបន្ទាប់ខ្ញុំនឹងនិយាយពីវិធានបទថាអាការដែលសម្រេចចិត្តលឿនរបស់ពួកខ្ញុំនឹងការដូចថាសម្រេចភ្លាមវាល្អមែនវាមានផលប្រយោជន៍មែនប៉ុន្តែវានាំឲ្យពួកខ្ញុំជួបផលវិបាកនៅថ្ងៃក្រោយដោយសារការសម្រេចចិត្តលឿនហ្នឹងអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយពីផលវិបាកនៃការសម្រេចចិត្តលឿនរបស់ពួកខ្ញុំអរគុណច្រើនខ្ញុំដូចជាអស់ហើយសម្រាប់ការទិញហាងទី2បើសិនជាបងប្អូនចូលចិត្តហើយគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like share ឬក៏ subscribe ជួបគ្នាវីដេអូក្រោយទៀតអរគុណបាយបាយ